អត្ថបទវិភាគដំណោះស្រាយបញ្ហាព្រំដែនដែលល្អនិងត្រឹមត្រូវបំផុតគឺការទទួលយកខ្សែព្រំដែនដែលបន្សល់ពីអាណានិគមនិងស្របតាមច្បាប់អន្តរជាតិនៅលើពិភពលោកនេះបញ្ហាព្រំដែនគឺជារឿងស្មុគស្មាញនិងពិបាកដោះស្រាយបំផុតហើយបញ្ហានេះតែងតែคล้ายជាចំនួនតជំនាន់មិនងាយចប់ឡើយពីព្រោះភាគីនីមួយៗតែងតែអះអាងភាពជាកម្មសិទ្ធិរៀងៗខ្លួនដោយសំអាងលើហេតុផលមួយចំនួនដូចជាការធ្លាប់កាន់កាប់និងអាស្រ័យផលនៅទីនោះតាំងពីយូរយារឬមូលហេតុមួយចំនួនទៀតតាមពិតការកាន់កាប់និងអាស្រ័យផលជាក់ស្ដែងលើដីមិនមែនជាកត្តាកំណត់អំពីខ្សែបន្ទាត់ព្រំដែនឡើយពីព្រោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនត្រង់តំបន់ដែលមិនទាន់បានកំណត់ខ្សែព្រំដែនពួកគេមិនបានដឹងថាខ្សែបន្ទាត់ព្រំដែនដែលជាខណ្ឌសីមារវាងប្រទេសទាំងពីរស្ថិតនៅកន្លែងណាឡើយជួនកាលខ្សែព្រំដែនមានតែនៅលើផែនទីប៉ុន្តែមិនទាន់មានច្បាស់លាស់នៅលើផែនដីនៅឡើយជាក់ស្ដែងព្រំដែនគោករវាងកម្ពុជាថៃមានប្រវែងជាង800គីឡូម៉ែត្រមានផែនទីច្បាស់លាស់ដែលបន្សល់ទុកដោយអាណានិគមបារាំងហើយបារាំងក៏បានបោះបង្គោលចំនួន74រួចហើយប៉ុន្តែបង្គោលចំនួន74លើបន្ទាត់ព្រំដែនជាង800គីឡូម៉ែត្រមិនគ្រប់គ្រាន់ទេក្នុងការកំណត់ឲ្យបានច្បាស់លាស់ពីខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរប្រសិនបើព្រំដែនត្រូវខ័ណ្ឌដោយខ្សែទឹកដូចជាទន្លេស្ទឹងឬព្រែកពីធម្មជាតិគឺជាការងាយស្រួលចំណាំប៉ុន្តែបើនៅតាមកន្លែងដែលមិនអាចយកតាមខ្សែទឹកបានពិតជាពិបាកខ្លាំងណាស់ក្នុងការដឹងថាតើខ្សែព្រំដែននៅឯណាដូច្នេះដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរគឺជាភារកិច្ចរបស់ក្រុមអ្នកជំនាញដែលត្រូវធ្វើទី1គឺស្វែងរកបង្គោលចាស់ទាំង74ដែលបោះដោយបារាំងបង្គោលទាំងនោះទោះបីជាមានអ្នកលួចរំកិលក៏មិនអាចបន្លំបានដែរពីព្រោះការបោះបង្គោលនីមួយៗសុទ្ធតែមាននិយមការច្បាស់លាស់ដែលអាចទៀងទាត់បានក្រោយរកឃើញនិងផ្ទៀងផ្ទាត់បង្គោលចាស់ទាំង74រួចហើយក្រុមអ្នកជំនាញនៃប្រទេសទាំងពីរត្រូវសិក្សាពីទីតាំងដែលត្រូវបោះបង្គោលបន្ថែមនៅចន្លោះបង្គោលចាស់និងបោះបង្គោលថ្មីនៅកន្លែងណាដែលមិនទាន់មានការងារទាំងអស់នេះអាចសម្រេចទៅបានដោយផ្អែកលើអនុសញ្ញាសន្ធិសញ្ញានិងឯកសារពាក់ព័ន្ធផ្សេងៗទៀតដែលមានស្រាប់បន្សល់ទុកដោយអាណានិគមបារាំងនិងច្បាប់អន្តរជាតិនេះគឺជានីតិវិធីក្នុងការដោះស្រាយបញ្ហាព្រំដែនដែលត្រឹមត្រូវនិងច្បាស់លាស់បំផុតនិងដោយសន្តិវិធីការប្រើប្រាស់កម្លាំងមិនអាចដោះស្រាយបញ្ហាព្រំដែនបានទេហើយការអះអាងដោយទាហានថៃដែលធ្លាប់និយាយថាទីណាដែលកងទ័ពរបស់ខ្លួនឈានជើងជន់គឺជាទឹកដីរបស់ខ្លួនគឺមិនត្រឹមត្រូវឡើយក្នុងន័យនេះជំហររបស់កម្ពុជាក្នុងការប្រកាន់យកភាពអត់ធ្មត់ដើម្បីបញ្ជៀសការផ្ទុះអាវុធនិងទាញថៃឲ្យទៅរកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមច្បាប់អន្តរជាតិគឺជាជំហរដ៏ត្រឹមត្រូវបំផុតជាក់ស្ដែងការវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ42ដល់47នៅខេត្តបន្ទាយមានជ័យនិងលេខ52ដល់59នៅខេត្តបាត់ដំបងនាពេលនេះគឺជាកិច្ចការចាំបាច់និងត្រឹមត្រូវស្របតាមអនុសញ្ញាសន្ធិសញ្ញានិង MOU ឆ្នាំ2000រវាងប្រទេសទាំងពីរស្របតាមបែបបទការងារ TOR ឆ្នាំ2003និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមកព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេសដែលភាគីទាំងពីរបានឯកភាពគ្នាការងារវាស់វែងនិងស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះទៀតសោតគឺធ្វើឡើងដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំងជាពិសេសកំណត់ហេតុបោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិនសៀម1908 1909និងគណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមឆ្នាំ1919 1920
ជាការពិតកិច្ចការព្រំដែនគឺជាការងារបច្ចេកទេសផែនទីនិងច្បាប់សុទ្ធសាធដូច្នេះមានតែក្រុមអ្នកជំនាញទេដែលអាចយល់កិច្ចការនេះនិងអាចធ្វើបានអ្នកនយោបាយនិងប្រជាពលរដ្ឋសាមញ្ញមិនអាចយល់ជម្រៅការងារនេះបានឡើយពួកគេនិយាយតាមតែអារម្មណ៍និងមនោសញ្ចេតនាជាតិនិយមឬជ្រុលនិយមតែប៉ុណ្ណោះដូច្នេះការងារនេះគួរទុកឲ្យក្រុមអ្នកជំនាញរបស់រាជរដ្ឋាភិបាលធ្វើដោយយើងជាប្រជាពលរដ្ឋរងចាំគ្រប់គ្រងពីក្រៅទោះជាយើងចង់ផ្ដល់មតិយោបល់អ្វីក៏គួរតែមានការយល់ដឹងពីរឿងនេះឲ្យបានច្បាស់លាស់ជាមុនអ្វីដែលយើងគួរគិតគឺគ្មានរដ្ឋាភិបាលណាឬមេដឹកនាំណាចង់បាត់បង់ទឹកដីនោះទេពិសេសនៅក្រោមអំណាចនៃការដឹកនាំរបស់ខ្លួនមេដឹកនាំមានការទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រនិងចំពោះមុខប្រជាជាតិខ្មែរទាំងមូលអ្វីដែលអាចកើតមានចំពោះមុខគឺច្បាស់ណាស់ថាក្រោយពេលវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្នរួចការកំណត់ខណ្ឌសីមារវាងប្រទេសទាំងពីរគឺច្បាស់ជាមានកន្លែងខ្លះដូចថ្មីរណាដែលប្រជាជននៃប្រទេសទាំងពីរធ្លាប់កាន់កាប់និងអាស្រ័យផលកន្លងមកហើយបញ្ហានេះជារឿងដែលមិនអាចជៀសវាងបានទោះនៅប្រទេសណាក៏ដោយជាពិសេសប្រទេសដែលធ្លាប់នៅក្រោមអាណាព្យាបាលរបស់បរទេសដូច្នេះហើយបញ្ហានេះច្បាស់ជាក្រុមជ្រុលនិយមទាំងសងខាងលើកមកធ្វើជាប្រធានបទដើម្បីបញ្ឆេះបញ្ហាជាមិនខានខាងក្រុមជ្រុលនិយមខ្មែរនឹងចោទថារដ្ឋាភិបាលធ្វើឲ្យបាត់ទឹកដីទៅខាងថៃខណៈដែលក្រុមជ្រុលនិយមថៃក៏និយាយដូចគ្នាថារដ្ឋាភិបាលថៃធ្វើឲ្យបាត់ទឹកដីមកខាងកម្ពុជាដោយសំអាងលើភាពជាម្ចាស់កម្មសិទ្ធិធ្លាប់កាន់កាប់ពីមុនប៉ុន្តែតាមពិតការកាន់កាប់និងការអាស្រ័យផលពីមុនមិនមែនជាការកំណត់ពីព្រំដែនរវាងរដ្ឋនិងរដ្ឋបានទេពោលគឺព្រំដែនកម្ពុជាថៃជាព្រំដែនរវាងរដ្ឋនិងរដ្ឋដែលមានសន្ធិសញ្ញានិងមានបង្គោលព្រំដែនរួមគ្នាព្រំដែនមិនមែនមានន័យថាប្រជាជនរស់នៅដល់ណាព្រំដែនទៅដល់នោះទេមិនមែនប្រជាជនអាស្រ័យផលដល់ណាព្រំដែនទៅដល់នោះទេមិនមែនដោះមានដល់ណាព្រំដែនដល់ទីនោះទេសរុបមកវិញដំណោះស្រាយបញ្ហាព្រំដែនដែលល្អនិងត្រឹមត្រូវបំផុតគឺការទទួលយកខ្សែព្រំដែនដែលបន្សល់ទុកពីអាណានិគមនិងស្របតាមច្បាប់អន្តរជាតិនេះគឺជាវិធីសាស្ត្រតែមួយគត់ក្នុងការដោះស្រាយបញ្ហាព្រំដែនការនិយាយពីខាតចំណេញឬការចោទប្រកាន់លើរដ្ឋាភិបាលថាធ្វើឲ្យបាត់ដីមិនបានផ្ដល់ប្រយោជន៍អ្វីទេផ្ទុយទៅវិញវាគឺជាវោហារសាស្ត្រនយោបាយដ៏គ្រោះថ្នាក់ដែលធ្វើឲ្យរាំងស្ទះដល់ដំណើរការដោះស្រាយបញ្ហាព្រំដែននិងបង្កើតចំនួនច្បាំងគ្នាតកូនចៅមិនចប់ឡើយដូច្នេះសូមអ្នកនយោបាយនិងប្រជាពលរដ្ឋពិចារណារឿងនេះតាមការគួរព្រោះនេះជាការខិតខំរបស់រដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែងនិងជួយឲ្យបញ្ហាដូចដែលបានកើតឡើងនៅភូមិជោគជ័យនិងព្រៃច័ន្ទអាចដោះស្រាយបញ្ចប់បានហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបានជៀសវាងអូសបន្លាយបញ្ហាឲ្យបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខទៀតម្យ៉ាងវិញទៀតដំណោះស្រាយបែបនេះគឺមិនអាចសម្រេចបានតាមរយៈការប្រើប្រាស់មធ្យោបាយហិង្សាឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេផ្ទុយទៅវិញមានតែការដោះស្រាយដោយសន្តិវិធីស្របតាមសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរប៉ុណ្ណោះទើបធានាបាននូវលទ្ធផលដោយការចង់បានខាងលើហើយប្រជាពលរដ្ឋបច្ចុប្បន្ននិងជំនាន់ក្រោយទៀតអាចរស់នៅនិងប្រកបរបរចិញ្ចឹមជីវិតដោយគ្មានការព្រួយបារម្ភដូចពេលនេះអត្ថបទដោយវង្សមករាសាស្ត្រាចារ្យនិងជាអ្នកវិភាគសង្គមនយោបាយ